ការពិតទៅមិនត្រូវមកធ្វើម្ហូបដូចជាលក្ខណៈក្តៅៗស៊ុបៗអញ្ចេះហូបទេព្រោះរដូវនេះគឺរដូវណែផ្ការីកទៅហើយមានថ្ងៃរះអាកាសធាតុក៏ល្អមិនមានភ្លៀងមិនមានអីទេផ្អាកភ្លៀង2-3ថ្ងៃហើយប៉ុន្តែដោយសារតែនៅផ្ទះខ្ញុំវាមានអាឆ្អឹងស៊ុបនោះឆ្អឹងមឿនផងទៅឆ្អឹងចៀមផងនិងឆ្អឹងទាចឹងប្រមូលផ្តុំបានធ្វើស៊ុបបានមួយឆ្នាំងធំជាដំបូងឡើយនឹងថារៀបចំធ្វើគុយទាវលក្ខណៈបែបអាគុយទាវភ្នំពេញសាច់ជ្រូកច្រាំទេប៉ុន្តែខ្ជិលទៅផ្សារទៅទិញសាច់ជ្រូកច្រាំទៅក៏មានតែទ្រុងមឿនក៏ដាក់ទ្រុងមឿនចូលទៅគូមានអុយបានដែរមក ម្នាក់មួយចានបានមកពេលចាំស្អែកទៅចាំទៅទិញថែមសម្រាប់ចានរបស់ខ្លួនឯងក៏ដាក់ម្ទេសឲ្យហឹលៗតែសម្រាប់ចានក្រោយនឹងទុកឲ្យស្នេហាគេថែមខ្លួនគេទៅគេចង់រសជាតិល្មិចថែមខ្លួនគេម្នាក់មួយចានដែរហូបសម្រាប់ថ្ងៃត្រង់ក្តៅពគុកដោយសារអាកាសធាតុថ្ងៃនេះក៏ថ្ងៃរះល្អក្តៅដែរហ្នឹងណាវាមិននេះឯណា delicious again មានឃើញភ្លក់ផង again ញ៉ាំអត់ចោះ ឆ្ងាញ់ណាស់ឆ្ងាញ់ណាស់វើយ